រៀបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមកបង្ហាញអំពីការធ្វើម្ហូបមួយយ៉ាងគឺស្ងោរល្ហុងចាស្ងោរល្ហុងចំណុចនេះជាដំបូងនេះយើងចិតសម្បកល្ហុងឲ្យស្អាតហើយយើងចិតមកកង់ល្មមចានេះគឺជាល្ហុងគេហៅថាល្ហុងការ៉ុតចាពណ៌វាក្រហមល្អមែនតើប៉ុន្តែវាអត់ទន់ទេយើងថាវាទុំប៉ុន្តែវាអត់ទន់ទេណាទុំដែរប៉ុន្តែអត់ទន់អញ្ចឹងគេហៅថាល្ហុងការ៉ុតចារសជាតិផ្អែមឆ្ងាញ់ដូចការ៉ុតចឹងច្របស្រួយខ្ញោកចាស្រួយមែនតើចាល្អមែនតើណាល្ហុងហ្នឹងចាបងប្អូនណាអាចចង់ក៏មកអីក៏មកខ្ញុំបានខ្ញុំមានពូជចាល្ហុងល្អទុំយ៉ាងណាក៏នៅតែស្រួយដែរអត់មានទន់ទេគឺឆ្ងាញ់ចាហើយបន្ទាប់មកយើងចិតវាដុំចឹងបន្ទាប់ពីចិត្តល្ហុងចំណិតដុំរីហើយយើងសាច់ជ្រូកយើងចិញ្ច្រាំចាចិញ្ច្រាំហើយឬមកក៏យើងអត់ចិញ្ច្រាំក៏បានដែរយើងហាន់ជាបន្ទះស្ដើងមកហើយយើងដាក់គ្រឿងអំបិលស្ករប៊ីចេងឲ្យត្រឹមល្មមហើយយើងដាំទឹកហើយបន្ទាប់ដាំទឹកពុះហើយយើងយកសាច់ហ្នឹងមកដាក់ស្ងោររហូតដល់វាឆ្អិនចាឆ្អិនសាច់ម្សៅសិនតែឆ្អិនហើយបានយើងយកល្ហុងមកដាក់បន្តចាដាក់បន្តហើយពេលដែលយើងទុកវាមួយស្បក់មកដើម្បីឲ្យវាឆ្អិនទាំងសាច់ទាំងល្ហុងចាហើយយើងភ្លក់មើលជាការស្រេចចាសូមអរគុណសូមជម្រាបលាបាយបាយ